ច្បាស់តាមច្បាប់របស់ប៉ាឆឹងអ៊ីនគួរចាត់ការបែបម៉េចគួរតែស្លាប់ទីងហុងលោកជាមនុស្សលោភលន់ហើយក្បត់ម្ចាស់ទៀតបាក់កាប់3កំបិតហើយបាញ់6គ្រាប់អ្នកស្រីទុកជីវិតផងខ្ញុំខុសហើយអ្នកស្រីទុកជីវិតផងឯណាមនុស្សអ្នកស្រីទុកជីវិតផងអ្នកស្រីទុកជីវិតផងអ្នកស្រីលោកឈូអ្នកនាងស៊ូឥឡូវនេះខ្ញុំតំណាងឲ្យសមាគមហ៊ីឡុងលើកសំណើចង់សហការជាមួយអ្នកទាំងពីរពួកយើងនឹងគ្រប់គ្រងអស់ពីកម្លាំងឲ្យអ្នកនាងស៊ូឡើងកាន់តំណែងជាមេបកចំណែកពួកយើងគ្រាន់តែចង់បានរបស់មួយនៅក្នុងទូដែកតែប៉ុណ្ណោះទេមិនឲ្យទេឡុងយល់ល្អគិតឲ្យច្បាស់ទៅខ្ញុំគិតច្បាស់ហើយសូម្បីតែចុងกระดาษមួយស្លឹករបស់ប្រទេសចិនក៏មិនអាចយកទៅដែរឈូហ្វឹងទោះបីជាខ្ញុំក្នុងក្រាស់ក៏គួរតែដឹងអ្នកនៅពីក្រោយប៉ាហ៊ីឡុងជាតិណាដែរខ្ញុំមិនខ្វល់ពួកវាជាស្អីទេឡុងខ្ញុំប្រាប់នឹងឲ្យច្បាស់មិនយូរប្រហែលទេនឹងត្រូវដេញចេញពីទឹកដីយើងអស់សំណាញ់ខ្ញុំទើបអ្នកទាំងពីរយល់ល្អពិចារណាឲ្យបានច្បាស់ត្រឹមប៉ាឆេងអ៊ីនប៉ះពាល់សមាគមហ៊ីឡុងពួកយើងដឹងថាមានលទ្ធផលអីទេនឹងគម្រាមខ្ញុំតែមិនដែរទេចាត់តុងចឹងចុះខ្ញុំចង់ដឹងណាស់ថាលទ្ធផលបែបម៉េចបានខ្ញុំឲ្យដឹងបន្តិចចុះថាមានឥទ្ធិពលយ៉ាងម៉េចខ្លះកុំចាត់ប៉ាមួយក្រុមតូចតាចដូចជាពួកលោកនៅក្នុងភ្នែកខ្ញុំមិនមែនជារឿងធំដុំស្អីទេតូចតាចណាអ្នកនាងចង់ប្រើកម្លាំងបាយបានជាលោកមិនព្រមសហការកុំបន្ទោសខ្ញុំឲ្យសោះប្រើប្រាស់ពាក្យចាស់របស់ជនជាតិចិនពួកលោកស្រាអញ្ជើញមិនចង់ផឹកស្រាពីនេះទោះជាវប្បធម៌ចិនរបស់យើងទូលំទូលាយនិងស៊ីជម្រៅក៏ដោយប៉ុន្តែនាងមិនអាចប្រើពាក្យសោកពួកយើងបានទេលោកបើនាងចូលចិត្តពាក្យសោករបស់ប្រទេសចិនយើងណាខ្ញុំឲ្យនាងមួយឃ្លាចុះស្អីគេអ្នកប៉ះពាល់ចិនត្រូវតែវិនិច្ឆ័យចង្រៃយ៉ងសម្រាប់ចូលអ្នកដែលធ្លាប់ប្រើជាមួយនឹងក្អៀកខេកខ្ជូទើបដឹងថាក្អៀកខេកខ្ជូនឹងគឺមានតម្លៃបែបណាធ្លាប់តែអាសាកោះខ្យល់ចូលចិត្តតែញ៉ាំថ្នាំបាត់ការឈឺចាប់ចាឲ្យថ្នាំឲ្យគេងលក់ស្រួលតែបន្ទាប់ពីបានប្រើជាមួយនឹងក្អៀកនេះអ្នកទាំងអស់គ្នាខ្ញុំហ៊ាននិយាយថាអ្នកទាំងអស់គ្នាឡើងប្រើប្រាស់វិធីដូចពីមុនហើយមកមើលជាមួយនឹង feedback គាត់ខ្ញុំធ្លាប់ប្រើគឺដឹងពីគុណភាពល្អពិតមែនចាបិទបាត់ជើងពីក្បាលពេលបឺតជាតិពុលគឺក្នុងខ្លួនរបស់យើងលក់ស្កប់ស្កល់ល្អប្រើណាស់បងប្អូនគេខេខ្ជូលក់រយៈពេល6ឆ្នាំឯអ្នកទាំងអស់គ្នាគឺថាល្បីតគ្នាពីអតិថិជនតែម្ដងខ្ញុំលក់ពីដំបូងឡើងគេអត់ជឿអ្នកទាំងអស់គ្នាថានៅក្នុងនេះគឺថាមានថ្នាំជាច្រើនអ្នកទាំងអស់គ្នាដែលបងប្អូនមិនគួរមើលរំលងជាមួយនឹងគេខេខ្ជូនេះទេជង្រៃយកខ្ញុំមកដល់ហើយអ្នកណាឲ្យធ្វើបាបលោករឿងដែលលោកឲ្យខ្ញុំធ្វើខ្ញុំបានធ្វើរួចហើយឡនណាហត់នឿយហើយណានិយាយបែបនេះធ្វើអីបានធ្វើការឲ្យលោកជាកិត្តិយសរបស់ខ្ញុំហើយបើថាទឹកខ្ញុំមើលពួកអស់នេះមកចូលភ្នែកយូរហើយនេះយ៉ាងម៉េចវិញបងប្រាប់អូនហាញ់តាថានឹងមានអ្នកជួយយើងមិនក៏បងធ្វើបានមនុស្សមានភាពតាក់ទាញហើយយ៉ាខ្ញុំដូចជាធំក្លិនស្អុយពួកជប៉ុនយ៉ាងម៉េចទេខ្ញុំរកនៅកន្លះថ្ងៃទៅហើយមិនបាត់ជាមកនៅទីនេះទៅវិញលោកចាងនៅក្រៅខ្នងលោកគឺមានសមាគមហ៊ីឡុងពួកលោកគួរតែដឹងសមាគមហ៊ីឡុងគឺជាស្អីសមាគមហ៊ីឡុងខ្ញុំដូចជាធ្លាប់ស្គាល់លោកអភិបាលចាងខ្ញុំសង្ឃឹមថាលោកពិចារណាឲ្យច្បាស់បើលោកហ៊ានធ្វើអីខ្ញុំលោកនឹងមានទោសពីថ្នាក់លើដល់ពេលនោះកុំគិតថាអាចរួចខ្លួនបានខ្ញុំធ្វើស្អីម៉ែនាងថាខ្ញុំខ្លាចនាងតាមឯទីមកទឹកដីរបស់យើងហើយនៅភ្ជុំកំភ្លឹងដាក់ពួកយើងទៀតនាងព្យាបាលលែងបានហើយលោកហ៊ាននេះដល់កន្លែងឧត្តមសេនីយ៍ខ្ញុំចាំមើលលោកដោះសារយ៉ាងម៉េចអញ្ចឹងខ្ញុំប្រាប់នាងនេះគឺជាបំណងឧត្តមសេនីយ៍ចាងថាម៉េចទីហ៊ានដកហូតអាវុធពួកគេយកមកឲ្យខ្ញុំបើអ្នកណាហ៊ានមកកកបញ្ហាដាក់ទោសនៅកន្លែងទម្លាក់ភ្លើងចោលទម្លាក់ចោលទៅចាំឡើងភ្លើងចោលល្អខ្លាំងណាស់តែរបស់ដែលខ្ញុំចង់បានគឺត្រូវតែបានទៅមុខមិនស្អាតហើយនឹងមិនចេះធ្វើរឿងត្រឹមត្រូវទៀតលោកខ្ញុំមិនស្រួលខ្លួនចង់តែបកស្បែកមុខនេះទេទុកចិត្តចុះថ្ងៃណាមួយគេប្រកាសចិត្តត្រូវដេញចេញប៉ុន្តែរបស់នោះទុកនៅកន្លែងពួកយើងគឺអត់សុវត្ថិភាពពិតមែនលោកអភិបាលសំពឹងរឿងមួយនិយាយបែបនេះធ្វើមានកាំងអីបញ្ជាមកខ្ញុំមានរូបគំនូរមួយធ្វើយ៉ាងម៉េចប្រគល់ដល់ដៃរបស់លោកដើមស្នេហ៍មិនត្រូវឲ្យអ្នកដទៃនឹងដើមយកបានទេយល់ទេទុកចិត្តចុះខ្ញុំច្បាស់ជាយកទៅឲ្យដល់ដៃលោកដើមស្នេហ៍ឡនណារបស់នេះសំខាន់ណាស់មិនអាចរារាំងទេពួកយើងត្រូវចែកផ្លូវគ្នាធ្វើសកម្មភាពវិញ្ញាណគាត់គួរតែបានស្ងប់សុខហើយក៏ល្អដែរលាគាត់លើកចុងក្រោយទៅ
ចាប់ពីថ្ងៃស្អែកទៅពួកយើងចាប់ផ្ដើមជីវិតថ្មី អរគុណណាស់ឈូហ្វុងពួកលោកចេញទៅចុះខ្ញុំចង់និយាយប្រហែលម៉ាក់ជាមួយគាត់ជាលើកចុងក្រោយ បាទ តាទូលោកធ្លាប់និយាយថាថ្ងៃណាខ្ញុំជួបអ្នកដែលខ្ញុំស្រឡាញ់គឺលោកដោះលែងខ្ញុំឥឡូវខ្ញុំបានជួបហើយលោកទុកចិត្តចុះខ្ញុំមានសមត្ថភាពហើយគាត់ការពារខ្ញុំបានហើយ ចាប់ហើយមានបញ្ហាឆាប់ទៅប្រាប់លោកឈូទៅមេប៉ាគាត់ការពេលប៉ាឈ្នានឲ្យល្អខ្ញុំទៅនាំនាងមកវិញមនុស្សនៅក្នុងប៉ាទាំងអស់សុខចិត្តទៅជួយគាត់ជាមួយនឹងលោកសូមលោកបញ្ជាមកស្ដាប់ពាក្យខ្ញុំមិនបានទេការពេលប៉ាឈ្នានឲ្យល្អខ្ញុំទៅយកនាងត្រឡប់មកវិញថ្ងៃនេះខ្ញុំនឹងឲ្យអ្នកដែលធ្វើបាបនាងរលាយបាត់ពីផែនដីនេះសូសេនយាពួកយើងជួបគ្នាទៀតហើយ លោកសៀវគឺឯងហ៎ ត្រូវហើយគឺជាខ្ញុំប្រាប់ហើយមនុស្សស្រីដែលខ្ញុំចង់បានត្រូវតែចូលឲ្យបាន អាមនុស្សថោកទាបអត់កេរខ្មែរ ជេទៅខ្ញុំចូលចិត្តនាងខ្លាំងណាស់នាងកាន់តែជេរខ្ញុំកាន់តែចូលចិត្ត ឯង អូខ្ញុំបានប្រាប់គេរួចហើយឥឡូវនេះគេគួរតែនៅតាមផ្លូវនាងសល់ពេលមិនច្រើនទេ ឯងគិតថាយើងជឿសម្ដីឯងហ៎ មិនចឹងខ្ញុំលេងនាងនៅចំពោះមុខគេទៅ